Ok,យើងអានតកាន់ទី28អញ្ចឹងណាអូខេគោលលទ្ធិនិងសេចក្តីសញ្ញាកាន់ទី100ទី28ថ្ងៃនេះអានខទី12រហូតដល់ខទី17យ៉ានៅក្នុងការនេះហើយជាស្រីល្អនឹងកិត្តិយសនិងអមតភាពនិងជីវិតនៅអកលជានិច្ចពិធីនិមន្តជាមួយទឹកគឺត្រូវពន្លិចទៅក្នុងទឹកដើម្បីធ្វើជាដំណើរសេចក្តីស្លាប់ប្រយោជន៍ឲ្យគោលការណ៍មួយអាចបានសពស្របនឹងគ្នាត្រូវពន្លឺទៅក្នុងទឹកហើយងើបចេញពីទឹកមកវិញគឺជាតំណាងអំពីដំណើររស់ឡើងវិញនៃមនុស្សស្លាប់ក្នុងការងើបចេញពីផ្លូវមកវិញម្ល៉េះហើយពិធីនេះត្រូវបានតាំងឡើងដើម្បីរួមទំនាក់ទំនងជាមួយនឹងពិធីនៃបុណ្យជំនុំទឹកជំនុំមនុស្សស្លាប់ដោយមានតំណាងអំពីសេចក្តីស្លាប់ខទី13ហើយហេតុនេះទើបមានអាងនៃបុណ្យជ្រមុជទឹកតាំងឡើងទុកជានិមិត្តរូបអំពីភ្នោរហើយត្រូវបានបញ្ជាឲ្យដាក់នៅខាងក្រោមកន្លែងដែលមនុស្សរស់ធ្លាប់ជួបជុំគ្នាដើម្បីបង្ហាញពីមនុស្សរស់និងមនុស្សស្លាប់ហើយប្រយោជន៍ឲ្យគ្រប់ការទាំងអស់អាចមានតំណាងរបស់វាហើយប្រយោជន៍ឲ្យគ្រប់ការទាំងអស់អាចបានសមស្របនឹងគ្នាគឺអ្វីដែលជារបស់ផងផែនដីទៅនឹងអ្វីដែលជារបស់ផងផែនសានសួគ៌ដោយដែលប៉ុលបានប្រកាសប្រាប់នៅក្នុងគម្ពីរកូរិនថូសទី1ចំពុកទី15ខទី20ខទី46 47និង48ថាពាក្យសម្ដីរបស់ប៉ុល14ហើយវិញ្ញាណមិនមែនកើតមុនទេគឺរូបសាច់ទេតើរួចទើបមានវិញ្ញាណជាខាងក្រោយមនុស្សមុនដំបូងកើតមកពីផែនដីគឺធ្វើតាមពីធូលីដីតែមនុស្សទី2ជាព្រះម្ចាស់ដែលចេញមកពីស្ថានសួគ៌វិញហើយមនុស្សដែលកើតពីធូលីដីមកជាយ៉ាងណានោះអស់អ្នកដែលកើតពីធូលីដីក៏យ៉ាងនោះដែរហើយព្រះម្ចាស់ដែលយាងមកពីស្ថានសួគ៌ជាយ៉ាងណាពួកស្ថានសួគ៌ក៏យ៉ាងនោះដែរហើយដូចជាបានកត់នៅផែនដីអំពីពួកមនុស្សស្លាប់របស់អ្នកដែលច្បាស់ជាបានកត់ទុកជាយ៉ាងណានោះក៏នឹងបានកត់ទុកនៅស្ថានសួគ៌ក៏ដូចជាយ៉ាងនោះដែរហើយដូច្នេះហើយនេះគឺជាអំណាចនៃការកាន់ជាប់និងការចងហើយបើនិយាយតាមពាក្យពិតគឺជាកូនសោទាំងឡាយដែលមាននៅកូនសោខាងការចេះដឹងហើយឥឡូវនេះបងប្អូនប្រុសស្រីជាទីស្ងួនភ្ងារបស់ខ្ញុំអើយចូលឲ្យខ្ញុំបញ្ជាក់ប្រាប់អ្នកថានេះគឺជាគោលការណ៍ទាំងខទី15នេះគឺជាគោលការណ៍ទាំងឡាយដែលតាក់ទងទៅនឹងមនុស្សស្លាប់ហើយមនុស្សរស់ដែលមិនអាចបង្ហោះចោលដោយគ្មានគិតពិចារណានោះឡើយគឺជាការតាក់ទងទៅនឹងសេចក្តីសង្គ្រោះរបស់យើងត្បិតសេចក្តីសង្គ្រោះរបស់យើងគឺជាការចាំបាច់និងសំខាន់បំផុតចំពោះសេចក្តីសង្គ្រោះរបស់យើងដូចជាប៉ុលមានប្រសាសន៍អំពីពួកអាយកោថាពួកគេពុំអាចបានល្អឥតខ្ចោះក្រៅពីយើងឡើយរីឯយើងក៏ពុំអាចបានល្អឥតខ្ចោះក្រៅពីមនុស្សស្លាប់របស់យើងដែរហើយឥឡូវនេះចំពោះការតាក់ទងទៅនឹងបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់នោះខ្ញុំនឹងប្រាប់អ្នកនៅពាក្យស្រង់របស់ប៉ុលមួយទៀត16គឺខទី16គឺគម្ពីរកូរិនថូសទី1ខទីចំពុកទី15ខទី29ដែលថាពុំនោះពួកអ្នកដែលទទួលបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់នឹងធ្វើដូច្នេះធ្វើដូចម្ដេចបើសិនជាពួកស្លាប់រស់ឡើងវិញបាននោះមនុស្សស្លាប់បើសិនជាពួកស្លាប់មិនរស់ឡើងវិញនោះទេមិនរស់ឡើងវិញទេនោះតើហេតុអ្វីបានជាពួកគេទទួលបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ធ្វើអី17ខចុងក្រោយហើយជាថ្មីទៀតចំពោះទំនាក់ទំនងនិងពាក្យស្រង់នេះខ្ញុំនឹងផ្ដល់ដល់អ្នកនៅពាក្យស្រង់ពីព្យាការីមួយទៀតដែលបានគម្រោងនេត្រារបស់លោកទៅរកការសាងឡើងវិញនៃបព្វជិតភាពសេរីល្អទាំងឡាយដែលនឹងបានបើសម្ដែងប្រាប់នៅថ្ងៃចុងក្រោយបំផុតនិងពីរបៀបដ៏ពិសេសអំពីកម្មវត្ថុដ៏រឹងរូសបំផុតដែលជារបស់នៃដំណឹងល្អដល់នៅអកលជានិច្ចដោយមានឈ្មោះថាបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ត្បិតម៉ាឡាគីមានប្រសាសន៍នៅក្នុងជំពូកចុងក្រោយបង្អស់ខទី5និងទី6ថាមើលមុនដែលថ្ងៃដ៏ធំដែលហើយគួរស្ងែងខ្លាចរបស់ព្រះម្ចាស់បានមកដល់នោះអញនឹងចាត់អេលីយ៉ាឲ្យមកឯឯងរាល់គ្នាលោកនឹងបង្វែរឲ្យពួកឪពុកមកឯកូននិងចិត្តកូនមកឯឪពុកវិញក្រែងអញមកវាយផែនដីដោយសេចក្តីបណ្ដាសាអូខេយប់នេះយើងអានតែប៉ុណ្្នឹងទេស្អែកយើងអានតទៀតណានិយាយរួមទៅវាសំខាន់សម្រាប់បុណ្យជំនុំទឹកឲ្យមនុស្សស្លាប់គួរដើម្បីជួយទៅដល់ជីដូនជីតាឬក៏អ្នកដែលគាត់បានស្លាប់ទៅហើយដើម្បីគាត់បានទទួលបុណ្យជំនុំទឹកវិញហើយសម្រាប់ធ្វើបាបទី1ទី2ឪពុកគាត់បានទទួលស្គាល់ដំណឹងល្អ
ហើយពេលណាជំនួសទឹកឲ្យអ្នកស្លាប់ហើយពួកគាត់នឹងទទួលព្រះបរិសុទ្ធដែរកិច្ចការងារមួយហ្នឹងគឺយើងធ្វើនៅក្នុងព្រះរាជបរិសុទ្ធនៅស្រុកខ្មែរចិត្តមានហើយបានច្រើនហើយដោយសូរតាយ Elder Sister Ramson គាត់ថាគ្រឿងសង្ហារឹមបានដឹកចូលក្នុងព្រះរាជបរិសុទ្ធនៅស្រុកខ្មែរចឹងអាចជាការដេកផ្សេងៗចិត្តហើយអញ្ចឹងកាលណាហើយគឺពួកយើងអាចធ្វើពិធី